ឬមួយក៏ការរំលោភលើសេចក្តីទុកចិត្តនេះគេធ្វើទៅលើតែចលនាវត្ថុដោយអត់មានទៅលើអចលនវត្ថុទេមានន័យថាចេះមានន័យថាច្បាប់នោះគេទុកឲ្យតុលាការហ្នឹងមានសិទ្ធិបកស្រាយក្នុងការអនុវត្តច្បាប់មានន័យថាចឹងបាទអានេះជាយុទ្ធសាស្ត្ររបស់តុលាការដែលគេបកស្រាយអនុវត្តឲ្យត្រឹមត្រូវទៅតាមអ្វីដែលមានក្នុងសង្គមគេជាក់ស្ដែងបើយើងពិនិត្យទៅលើស្ថានភាពនៅក្នុងចែងក្នុងក្រមព្រំប្រទានចាស់វិញត្រង់5មាត្រា515ហ្នឹងគឺចំណុចទី2ដែលនិយាយអំពីរំលោភលើសេចក្តីទុកចិត្តហើយនៅក្នុងហ្នឹងក៏នៅក្នុងមាត្រា515គេបញ្ជាក់អំពីរឿងអចលនវត្ថុដែរប៉ុន្តែសូមពិនិត្យមើលក្នុង515ដដែលហ្នឹងគេបង្កើតឲ្យមានមាត្រាមួយទៀតមានកថាខណ្ឌមួយទៀតគឺនៅក្នុងចំណុចទី4គេនិយាយអំពីលួចបញ្ចាំលើអចលនវត្ថុអញ្ចឹងជាបដិបញ្ញត្តិដំបូងគេថាគ្មានបទល្មើសលួចទៅលើអចលនវត្ថុឬមួយរំលោភសេចក្តីទុកចិត្តលើអចលនវត្ថុទេប៉ុន្តែថែមមួយទៀតគេថាមានអាការលួចបញ្ចាំហើយបញ្ហានេះគឺសូមពិនិត្យមើលនៅក្នុងច្បាប់ឃុំបាលក៏អញ្ចឹងដែរហេតុអីបានគេទទួលស្គាល់បែបនេះជាទូទៅគេចាប់ដើមពិនិត្យថាតើអំពើរំលោភលើសេចក្តីទុកចិត្តនេះគឺជាអំពើអីគឺជាអំពើកេរបំបត្តិទៅលើមូលនិធិលើតម្លៃឬមួយក៏លើទ្រព្យសម្បត្តិអញ្ចឹងពាក្យទ្រព្យសម្បត្តិត្រូវបកស្រាយថាម៉េចទ្រព្យសម្បត្តិជាចលនវត្ថុឬអចលនវត្ថុជាធម្មតានៅក្នុងពាក្យនេះគេអត់ប្រាប់ថាជាចលនវត្ថុឬអចលនវត្ថុទេប៉ុន្តែការអនុវត្តគេត្រូវបកស្រាយពីព្រោះបើសិនជាយើងគិតអំពីស្ថានភាពនៃការគ្រប់គ្រងចលនវត្ថុឬអចលនវត្ថុហេតុអីបានច្បាប់ពីដើមគេនិយាយថាអត់អាចលួចអានឹងបានដោយសារអីដោយសារអានឹងវាពាក់ព័ន្ធជាមួយនីតិវិធីនៃការចុះបញ្ជីហើយនឹងឯកសារស្តីពីការគ្រប់គ្រងនៅក្នុងស្ថានភាពសង្គមមួយដែលការគ្រប់គ្រងនោះមានបញ្ជីគ្រប់គ្រាន់ដើម្បីបញ្ជាក់អំពីកម្មសិទ្ធិរបស់អ្នកផ្ទៃទៅលើដីធ្លីណាមួយហើយអានឹងមិនអាចលួចកើតទេហេតុអីបានលួចមិនកើតទៅលួចមិនកើតបើត្រូវចុះបញ្ជីទីកម្មសិទ្ធិមួយទៅលួចទៅមានទៅដល់ប្រាប់ខាងសូយោដីថាខ្ញុំលួចគេហើយសុំប្រូឈ្មោះដាក់ឲ្យខ្ញុំផងអ្នកណាប្រូឲ្យអញ្ចឹងវាគ្មានបទល្មើសបែបហ្នឹងកើតឡើងក្នុងស្ថានភាពបែបនោះទេប៉ុន្តែសម្រាប់ស្ថានភាពរបស់យើងតាំងពីរហូតមកដល់ពេលនេះយើងបានប្រឹងប្រែងដើម្បីអីដើម្បីលុបបំបត្តិអាហ្នឹងរួចដល់ពេលស្ថានភាពវាដល់ការបកស្រាយរបស់តុលាការគេត្រូវបកស្រាយកម្រិតតាំងតែងវិញពាក្យថាទ្រព្យសម្បត្តិហ្នឹងត្រូវបន្ថយលុបបំបត្តិចោលនៅអចលនវត្ថុនៅពេលណានៅពេលដែលតំណែងកម្មសិទ្ធិនេះត្រូវបានបញ្ជាក់ជូនពលរដ្ឋទាំងអស់និយាយចំមែនតើដូចជាប្រទេសខ្លះយើងសួរថាចុះដីធ្លីមានបាននេះដីជារបស់អ្នកណាដីជារបស់អ្នកណាទេថាគ្មានដីណាដែលអត់បានមានតែដីដែលទំផុសចេញពីសមុទ្រទេដែលអត់ទាន់មានបានន័យថាម៉េចបានន័យថារបបគ្រប់គ្រងគេបានធ្វើល្អមែនតើទៅហើយព្រោះឥឡូវយើងបានប្រឹងប្រែងមែនតើបើតាមខាងនគររូបនីយកម្មបានផ្ដល់ព័ត៌មានមកថាបានជាង1លានក្បាលដីទៅហើយប៉ុន្តែធ្វើងាយតាន់ថងណាតោះថាមនុស្សបន្តគ្នារហូតនេះចាប់ផ្ដើម4គ្នា2នាក់បង្កើតកូនបាន4កូនមកដំបូងនៅតូចឥឡូវហ្នឹងគ្រាន់តែមកគ្រួសារការចាំមើលតិចទៀតតើឯកឧត្តមលោកជំទាវហើយខ្ញុំហ្នឹងក៏រវល់ដូចគ្នាដែរឲ្យតែផុតខិនហ្នឹងគឺថាថ្ងៃណាក៏ការដែររួចបើការវាចេះតែបែកដល់ប្របែកក្បាលដីនោះចាប់ផ្ដើមប្របែកអញ្ចឹងអាការរត់តាមធ្វើនោះវាហត់ដល់ពិបាកមែនតើសម្រាប់រឿងហ្នឹងប៉ុន្តែទោះបីយ៉ាងណាយើងបានប្រឹងប្រែងច្រើនណាស់ដូច្នេះនៅក្នុងស្ថានភាពនេះហើយបានច្បាប់ភូមិបាលគេចែងអំពីរឿងលួចឬមួយក៏លួចបញ្ចាំវត្ថុរបស់អ្នកដទៃដែលមិនមែនជារបស់ខ្លួនដោយសារមូលហេតុអីដោយសារស្ថានភាពហ្នឹងអញ្ចឹងនៅក្នុងពេលដែលអនុវត្តតាំងពីច្បាប់ព្រំប្រទានអន្តរជាតិត្រង់មាត្រា46ដែលនិយាយអំពីអំពើរំលោភឬស្ដីទុកចិត្តហើយនឹងច្បាប់ក្រោយនេះពាក្យថាទ្រព្យសម្បត្តិនេះគេទុកឲ្យបកស្រាយនៅក្នុងស្ថានភាពហ្នឹងថាប្រសិនបើការកាន់កាប់ណាមួយអត់មានឯកសារណាមួយបង្ហាញឲ្យឃើញការកាន់កាប់សោះរួចតាមច្បាប់ស៊ីវិលគេសន្មតថានេះជាការការពារអ្នកកាន់កាប់ដែលមានលក្ខណៈពិសេសមានន័យថាម៉េចមានន័យថាកាន់កាប់ជាក់ស្ដែងតែគ្មានអីយកមកបញ្ជាក់ថាការកាន់កាប់នោះត្រឹមត្រូវតាមច្បាប់ទេអត់មានឯកសារមានន័យថាមិនទាន់មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ហើយបើមានប័ណ្ណសម្គាល់សិទ្ធិការប្រើប្រាស់កាន់កាប់ហើយមិនមែនកម្មសិទ្ធិទៀតពីព្រោះមិនទាន់មានប័ណ្ណសម្គាល់អចលនវត្ថុអញ្ចឹងដោយសារស្ថានភាពបែបនេះហើយបានជាមាត្រានេះគេទុកពាក្យថាទ្រព្យសម្បត្តិហើយគេអត់ឲ្យន័យពីក្រោយថាទ្រព្យសម្បត្តិត្រូវតែសំដៅទៅលើចលនវត្ថុទេអាហ្នឹងគេទុកឲ្យបកស្រាយបានន័យម៉េចយើងទទួលយកយុទ្ធសាស្ត្ររបស់តុលាការកំពូលបើតុលាការបកកំពូលបកស្រាយថាមានអំពើរំលោភសេចក្តីទុកចិត្តទៅលើអចលនវត្ថុអានឹងជាយុទ្ធសាស្ត្រសម្រាប់អនុវត្តក្នុងការបកស្រាយអនុវត្តប៉ុន្តែដល់ពេលស្ថានភាពសង្គមប្រូមកវិញយុទ្ធសាស្ត្រនោះអាចប្រូវិញថាការរំលោភលើសេចក្តីទុកចិត្តមិនអាចធ្វើទៅលើអចលនវត្ថុទេអញ្ចឹងវាចេញយុទ្ធសាស្ត្រថ្មីពាក្យថា ចិត្តទ្រព្យសម្បត្តិនៅទីនេះត្រូវបរួមមកនៅត្រឹមថាចលនាវត្ថុវិញនេះហើយ
គឺជាការសេច្បាប់មួយដែលមានលក្ខណៈវិទ្យាសាស្ត្របានន័យថាអាចប្រើប្រាស់ក្នុងស្ថានភាពបច្ចុប្បន្ននិងអាចប្រើប្រាស់ក្នុងពេលអនាគតពីព្រោះក្រមមួយនិយាយចំមែនទែនគេមិនសូវចង់ថាធ្វើវិសោធនកម្មក្រមទាំងមូលនោះទេប៉ុន្តែមិនមែនបានន័យថាមិនធ្វើវិសោធនកម្មទេត្រូវតែធ្វើវិសោធនកម្មបើសិនវាសង្គមស្ថានភាពណាមួយមានការផ្លាស់ប្ដូរខ្លាំងគេធ្វើវិសោធនកម្មភ្លាមទៅលើបញ្ញត្តិដែលមិនត្រឹមត្រូវប៉ុន្តែគេចង់ទុកអីគេចង់ទុកគេមរតកកុំឲ្យវាបាត់បង់នៅអ្វីៗដែលជាមរតករបស់ដូនតាបន្តិចទៀតក្រមព្រំតនេះបើសិនតែបានប្រើដល់100ឆ្នាំទៅមុខទៀតគេរំលឹកតាឬមួយក៏តាទួតយាយទួតគេហើយនៅពេលនោះមានទាំងឯកឧត្តមទាំងអស់នឹងឲ្យថាជាសុទ្ធតែជាតាទួតខ្ញុំក៏បានចូលរួមអនុម័តក្រមនេះដែរឥឡូវក្រមបានបន្សល់ទុកដល់ចៅទួតដល់អីយើងអានេះវាជារឿងមួយដែលប្រសើរមែនទែនសម្រាប់ការគេហៅថាភាពកតញ្ញូរបស់អ្នកជំនាន់ក្រោយសម្រាប់អ្នកជំនាន់មុនបាទសូមអរគុណ